មិនតិចទេដែលមានការភ័ន្តច្រឡំគ្នារវាងតុលាការយុត្តិធម៌អន្តរជាតិហៅកាត់ថា ICJ និងតុលាការឧក្រិដ្ឋកម្មអន្តរជាតិហៅកាត់ថា ICC សម្រាប់តុលាការយុត្តិធម៌អន្តរជាតិដែលយើងហៅកាត់ថា ICJ នេះគឺជាស្ថាប័នកំពូលមួយក្នុងចំណោមស្ថាប័នកំពូលទាំង6របស់អង្គការសហជីវជាតិឬក៏ UN ដែនសមត្ថកិច្ចរបស់តុលាការនេះគឺកាត់សេចក្តីទៅលើចំនួនរវាងរដ្ឋនិងរដ្ឋឬក៏ប្រទេសនិងប្រទេសតាក់ទងទៅនឹងព្រំដែនអធិបតេយ្យភាពឬក៏ការបកស្រាយសន្ធិសញ្ញាអន្តរជាតិណាមួយជាដើមក្នុងន័យនេះបានសេចក្តីថាតុលាការនេះមិនមានដែនសមត្ថកិច្ចទៅលើក្រុមហ៊ុនឯកជនឬក៏បុគ្គលណាមួយនោះទេគេនៅចាំបានសំណុំរឿងដែលល្បីល្បាញមួយគឺតាក់ទងទៅនឹងការសម្រេចសេចក្តីទៅលើដែនអធិបតេយ្យភាពរបស់កម្ពុជានៅលើប្រាសាទព្រះវិហារដែលការសម្រេចនេះគឺផ្អែកឬក៏ឆ្លងទៅតាមសាលដីការបស់តុលាការអន្តរជាតិនេះនៅក្នុងឆ្នាំ1962និងឆ្នាំ2013សម្រាប់តុលាការឧក្រិដ្ឋកម្មអន្តរជាតិដែលហៅកាត់ថា ICC វិញគឺមានលក្ខណៈខុសអំពី ICJ វិញនៅត្រង់ថាទី1ជាស្ថាប័នតុលាការឯករាជ្យមិនស្ថិតនៅក្រោម UN ទេទី2សមត្ថកិច្ចរបស់តុលាការនេះគឺកាត់សេចក្តីទៅលើបុគ្គលបានសេចក្តីថាបុគ្គលដែលគាត់មានអំណាចមានឋានៈមានតួនាទីគាត់បានប្រើប្រាស់អំណាចឋានៈតួនាទីនេះប្រព្រឹត្តទៅជាបទឧក្រិដ្ឋកម្មអន្តរជាតិធ្ងន់ធ្ងរមានដូចជាឧក្រិដ្ឋកម្មសង្គ្រាមឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិជាដើមទម្រង់ដូចបានរៀបរាប់នេះគឺមានលក្ខណៈស្តៀងគ្នាខ្លាំងឬក៏សឹងតែដូចគ្នាតែម្ដងទៅនឹងតុលាការខ្មែរក្រហមឬក៏យើងហៅថាអង្គជំនុំជម្រះវិសម័យក្នុងតុលាការកម្ពុជាដែលតុលាការកម្ពុជាកូនកាត់មួយនេះគឺមានគោលដៅក្នុងការកាត់ទោសដល់មេដឹកនាំជាន់ខ្ពស់និងអ្នកទទួលខុសត្រូវជាន់ខ្ពស់សម័យខ្មែរក្រហមសរុបមកវិញ ICJ និង ICC គឺជាស្ថាប័នតុលាការអន្តរជាតិពីរដាច់ដោយឡែកពីគ្នានិងផ្សេងពីគ្នាសម្រាប់ ICJ គឺជាស្ថាប័នតុលាការដែលកាត់ក្តីទៅលើចំនួនរវាងរដ្ឋនិងរដ្ឋប្រទេសទៅនឹងប្រទេសតាក់ទងទៅនឹងចំនួនព្រំដែនឬក៏ដែនអធិបតេយ្យភាពដោយឡែកសម្រាប់ ICC ដែលជាតុលាការឧក្រិដ្ឋកម្មអន្តរជាតិវិញគឺជាស្ថាប័នមួយដែលស្វែងរកយុត្តិធម៌ជូនជនរងគ្រោះតាមរយៈការកាត់ក្តីលើបុគ្គលដែលប្រព្រឹត្តនៅឧក្រិដ្ឋកម្មអន្តរជាតិឬក៏ឧក្រិដ្ឋកម្មឃោរឃៅឧទាហរណ៍ដូចជាឧក្រិដ្ឋកម្មសង្គ្រាមឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិជាដើម